ទីតាំងកន្លែងនេះគឺល្អបំផុតសម្រាប់ការមើលថ្ងៃលិចស្ថិតនៅក្នុងខេត្តកោះកុងដែលមានឈ្មោះថាឆ្នេរកោះយ៉បងប្អូនអាចកំងម្ហូបញ៉ាំជាគ្រឿងសមុទ្រក៏ដូចជាបាញ់ឆែវឬក៏ម្ហូបខ្មែរយើងផ្សេងទៀតណាគេមានដូចជាកញ្ចុះក៏ដូចជាមានដើមស្រល់ដើមឈើណាត្រជាក់ស្រួលមែនតើយើងអាចកំសាន្តតាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចនៅថ្ងៃហើយឆ្នេរគឺស្រស់ស្អាតបងប្អូនអាចមុជទឹកលេងនៅទីនោះក៏បានដែរថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកកាន់ឆ្នេរមួយដែលជាឆ្នេរដែលពេញនិយមហើយមានបងប្អូនយើងច្រើនមែនតើដែលគាត់បានមកទស្សនាកំសាន្តលេងណាខ្ញុំជឿថាបងប្អូនដែលរស់នៅក្នុងខេត្តកោះកុងគឺគាត់ស្គាល់ទីតាំងកន្លែងនេះច្បាស់តែសម្រាប់បងប្អូនដែលរស់នៅតាមបណ្ដាខេត្តក៏ដូចជាក្រុងភ្នំពេញគាត់ស្គាល់ទីតាំងកន្លែងនេះគឺតិចមែនតើហើយការធ្វើដំណើរគឺចាក់ចេញពីក្នុងខេត្តកោះកុងឆ្លងកាត់ស្ពានកោះកុងចម្ងាយគឺរហូតដល់ទីតាំងប្រហែលជា10គីឡូបងប្អូនណាពេលដែលយើងឆ្លងស្ពានមកដល់វង្វងមូលព្រះបាទជ័យវរ្ម័នទី7នៅស្រុកមណ្ឌលសីមាបងប្អូនបត់ឆ្វេងដៃនឹងឲ្យយើងបត់ទៅបុកទៅត្រង់រហូតទៅដល់ឆ្នេរសមុទ្រនឹងគឺជាឆ្នេរកោះប៉ោហើយបងប្អូនណាឬក៏គេហៅថាឆ្នេរកោះយ៉នឹងផ្ទាល់តែម្ដងហើយសម្រាប់បងប្អូនដែលគាត់មកលេងខ្ញុំជឿថាបងប្អូនប្រកាសជាមានភាពរីករាយសប្បាយស្រស់ថ្លានិយាយទៅគឺមានអារម្មណ៍ថាយើងបាត់អស់ទុក្ខកង្វល់បរិយាកាសល្អត្រជាក់យើងមានក្តីសុខមែនតើជាពិសេសយើងបានស្រូបខ្យល់អាកាសហើយនឹងទេសភាពស្រស់ស្អាតមុនថ្ងៃរៀបលិចនេះគឺជាទេសភាពនៅកោះយ៉ណាថ្ងៃស្ថិតនៅក្នុងខេត្តកោះកុងហើយបងប្អូនឃើញនោះគឺភ្នំហើយសម្រាប់ខាងនោះគឺថ្ងៃរៀបលិចយ៉ាងហើយសម្រាប់ខាងក្រោយខ្ញុំនេះគឺឆ្នេរសមុទ្រហ្នឹងហើយមានអ្នកខ្លះក៏គាត់មុជទឹកអីចឹងទៅហើយសម្រាប់ខ្ញុំបានដិតភាពទេសភាពអញ្ចឹងបងប្អូនមកលេងគឺមានអារម្មណ៍ថាមានក្តីសុខមែនតើស្រូបចោលអាកាសត្រជាក់ស្រួលជាពិសេសយើងមើលថ្ងៃលិចណាហ្នឹងហើយឥឡូវនេះថ្ងៃបាំងរពកតិចហើយយើងឃើញមានផ្ទៃសមុទ្រហ្នឹងមានអាឡូតិចហើយយើងមើលមកគឺអែមមែនតើពូឆ្នេរកោះយ៉នេះគឺមានភាពមមាញឹកនៅពេលល្ងាចគឺមានបងប្អូនយើងមកលេងច្រើនកកជាពិសេសគាត់មកជាលក្ខណៈដៃគូឬក៏ជាលក្ខណៈក្រុមគ្រួសារណាមកញ៉ាំអីជុំគ្នាអ្នកខ្លះគាត់មកហែទឹកមកថតរូបមកមើលថ្ងៃលិចក៏ដូចជាមកស្រូបខ្យល់អាកាសដ៏បរិសុទ្ធដែលស្ថិតនៅមាត់សមុទ្រដ៏ស្រស់ស្អាតហើយសំខាន់គឺវាស្ថិតនៅក្នុងស្រុកខ្មែរយើងទេបងប្អូនណាស្ថិតនៅក្នុងខេត្តកោះកុងដែលមានព្រំដែនជាប់នឹងប្រទេសថៃដែលប្រទេសថៃគឺវាចង់បានមែនតើហើយកាលពីដែលយើងមានសង្គ្រាមលើកទី2នឹងកាលពីឆ្នាំមុនខែ12គឺវាតម្លាក់គ្រាប់ម្ដុំនឹងឯងបងប្អូនណាដែលធ្វើឲ្យបងប្អូនយើងដែលស្ថិតនៅទីតាំងកន្លែងនឹងផ្ទាល់ក៏ដូចជាបងប្អូនដែលរស់នៅខាងបាក់ខ្លងគឺគាត់មានភាពភ័យខ្លាចនឹងឯនាំគ្នារត់ណាហើយបងប្អូនយើងនៅកោះកុងនោះក៏នាំគ្នាភ័យដូចគ្នាដែរប៉ុន្តែបច្ចុប្បន្នគឺយើងសុខសុវត្ថិភាពធម្មតាទេអញ្ចឹងបងប្អូនកុំភ្លេចណានឹងឯនាំគ្នាមកលេងឲ្យបានច្រើនជាពិសេសមកមើលថ្ងៃលិចនៅទីតាំងកន្លែងនេះខ្ញុំធានាថាបងប្អូនពិតជាមានភាពសប្បាយរីករាយក៏ដូចជាអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំជួបខ្ញុំនៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ